ដល់កយបងប្អូនអើយគ្រាន់តែបើកក្បាលវីដេអូមកឃើញរូបថៃខកំប៉ុង3នាក់រូបស្រី3នាក់អញ្ចឹងណាហើយគឺថាថៃខកំប៉ុងយើងគឺថាខ្ជូតខ្លាំងមែនតើបងប្អូនទាំងអស់គ្នាបាទហើយមកប៉ះខ្ញុំជាងកំឡោះប៊ុនធឿនអីវិញឲ្យតែឃើញណាគេរៀងខ្ជូតអីហ្នឹងដឹងតែខ្ញុំហើយទាញកាមេរ៉ាមកថតយកតែម្ដងបាទហើយនេះគឺជាសកម្មភាពខ្ញុំចេញដំណើរទៅថតការឲ្យគេនៅវិលទៅសាំងអញ្ចឹងណាបងប្អូនទាំងអស់គ្នាគឺខ្ញុំទៅតែម្នាក់ឯងទេហើយខ្ញុំក៏បានចូលចាក់សាំងចាក់អីឲ្យហើយដើម្បីការពារអញ្ចឹងណាកុំឲ្យយើងជិះដល់ពាក់កណ្ដាលផ្លូវអស់សាំងវាក់កន្លែងណាឲ្យគេជួយអូសអត់ឃើញទេហើយបងប្អូនមើលតាមេឃយើងទៅគឺដឹងហើយគឺថាមកល្ងិតឆ្លប់តែម្ដងបងប្អូនអើយគឺខ្ញុំចេញទៅទាំងភ្លៀងអញ្ចឹងណាគឺខ្ញុំពាក់អាវភ្លៀងពាក់អីអញ្ចឹងទៅដើម្បីការពារម៉ាស៊ីនថតផងធ្វើមិនទេបងប្អូនអើយជីវិតបើយើងទទួលការងារគេហើយយើងអត់ទៅមិនកើតយើងត្រូវតែទៅអញ្ចឹងណាទោះបីជាឈឺទោះបីជាខ្ញុំលូនទៅក៏ខ្ញុំត្រូវតែធ្វើការងារនឹងឲ្យបានដែរបងប្អូនអើយព្រោះយើងទទួលគេយើងមិនចង់និយាយបាត់ដៃខ្នងដៃអញ្ចឹងណាអញ្ចឹងយើងត្រូវតែគ្រប់ពាក្យសន្យាមួយគេហើយអញ្ចឹងទៅខ្ញុំធ្វើដំណើរទៅទាំងមេឃភ្លៀងគ្រាប់ភ្លៀងមកប៉ុណ្ណានៃហើយឥឡូវខ្ញុំបានជិះមកដល់កន្លែងជុំការីហើយគឺផ្សារជុំការីយើងហ្នឹងគឺផ្សារជុំការីយើងគឺខ្ជូតខ្លាំងមែនទែនគឺមានភ្លើងស្តុបមានអីមកអែមហើយនេះគឺវត្តអង្គចកគឺខ្ញុំបានមកដល់វត្តអង្គចកឲ្យទេសភាពតាមដងផ្លូវយើងគឺថាស្អាតខ្លាំងមែនទែនបងប្អូនអើយហើយលាយមួយទឹកភ្លៀងដំណក់ទឹកភ្លៀងឬសពប៉ាត់ប៉ក់អញ្ចឹងណាហើយយើងជិះដំណើរទៅអូយនិយាយច្រើនពេកបងប្អូនអើយវីដេអូហ្នឹងខ្ញុំថាបញ្ចូលម្លេងឲ្យរៀងកំសត់បន្តិចដល់វាមានទៅកំសត់អីវាទៅជាសើចវិញបងប្អូនអើយហើយនេះខ្ញុំបានមកដល់កន្លែងគេល្បីហ៎បងប្អូនគឺកន្លែងដែលឃើញនារីខ្ជូតយើងនៅជុំការីហ្នឹងគឺក៏ថតកន្លែងហ្នឹងផុសគឺថាចេញមកគឺខ្ជូតខ្លាំងមែនតើបងប្អូនអើយហើយបើសិនជាមាននារីណាបានឃើញវីដេអូនេះហើយសូមជួយ comment ឬមួយក៏ជួយ share ម្នាក់មួយផងបាទអ្នកនៅជុំការីវាលសាំងពាំង3អីហ្នឹងជួយ share ម្នាក់មួយផងហើយវីដេអូហ្នឹងផ្ដាំផ្ញើទៅអ្នកជុំការីវាលសាំងពាំង3អីហ្នឹងមកជួរហ្នឹងតែម្ដងយកតក់វីដេអូហ្នឹងយកទៅឡូវខ្ញុំសុំធីបអាកន្លែងសើចចោលមកដល់ like សិនគឺខ្ញុំមកនិយាយរឿងកំសត់ម្ដងគឺខ្ញុំជិះម៉ូតូមកតាមដងផ្លូវហ្នឹងគឺថាភ្លៀងរហូតបងប្អូនអើយឈប់ដាក់ភ្លេងកំសត់សិននិយាយអត់មានភ្លេងកំសត់និយាយមិនចេញឥឡូវគឺខ្ញុំជិះបានមួយសន្ទុះធំគឺខ្ញុំបានជិះមកដល់កន្លែងវាលទៅសាំងហ្នឹងហើយទឹកដីវាលទៅសាំងគឺខ្ញុំរងការគេអត់តន់ឃើញទេហើយម៉ោងកាន់តែគៀកខ្លាំងមែនតើបងប្អូនអើយគឺខ្ញុំភ័យខ្លាំងមែនតើពេលហ្នឹងហើយក៏ជិះមកក៏សួរគេសួរឯងអញ្ចឹងណាក៏គេប្រាប់នេះនោះក៏បានរកហងការឃើញអញ្ចឹងទៅហើយមុននឹងរកហងការឃើញហ្នឹងខ្ញុំអត់តន់ហ៊ានចូលទៀតខ្ញុំសួរគេសើបមើលសួរគេហើយមើលកណាត់មើលអំពូលភ្លើងមើល LED អីអញ្ចឹងណាគេស្គាល់ថារបស់យើងរបស់អីហ្នឹងបានខ្ញុំហ៊ានចូលព្រោះកាលតឡើងរោងតឡើងអីហ្នឹងគឺខ្ញុំអត់បានមកជួយបងទេក៏បងគាត់មកធ្វើម្នាក់ឯងអញ្ចឹងណាហើយខ្ញុំបានមកដល់រោងការអីក៏ខ្ញុំរៀបចំបញ្ចូលកាមេរ៉ាបញ្ចូលភ្លើងបញ្ចូលអីវាអញ្ចឹងណាបើខាងភ្លេងគេហៅ test sound អញ្ចឹងណាហើយខ្ញុំក៏ហៅបញ្ចូលថ្មកាមេរ៉ាហ្មងទៅព្រោះយើងដោះថ្មកាមេរ៉ាបញ្ចូលហើយនេះក៏លោកគ្រូចាគាត់ចាប់ដើមរៀបចំ test sound គាត់ដែរអ៊ី sound បងប្អូនទាំងអស់គ្នាគឺអាសនៈអញ្ចឹងណាកន្លែងឲ្យបាយของបលីហើយខ្ញុំចាំបងសំអាងគាត់យកកូនមុំមកអញ្ចឹងដើម្បីថតអញ្ចឹងហើយកូនមុំយើងគឺថាខ្ជូតខ្លាំងមែនតើបាទគឺរៀងគេឡើង model តែម្ដងបាទហើយនេះអាសនៈលោកគ្រូចាឡើង sound លោកគ្រូចាអញ្ចឹងគាត់ចាប់ដើមរៀប test sound ទេអីអញ្ចឹងទៅហើយសម្រាប់ការងារខ្ញុំថ្ងៃនេះគឺខ្ញុំបានមកថតជាមួយនឹងសំអាងការម៉ាក់សៀឡាំងសំអាងការអញ្ចឹងណាហើយនេះខ្ញុំបានរៀបចំកម្មវិធីមានលំដាប់លំដោយមានជាជួរមានបន្ទាត់មានអីមានខ្នាតមានអីត្រឹមត្រូវបងប្អូនអើយខ្ញុំមិនមែនចេះថតទេបាទពេលយើងរៀបចំកម្មវិធីមានលំដាប់លំដោយរៀបចាស់ឲ្យគាត់អង្គុយជាជួរអញ្ចឹងគឺថាស្អាតម្យ៉ាងដែរតើបងប្អូនទាំងអស់គ្នាគឺថាស្អាតហ្មងហើយសម្រាប់មេឃយើងវិញគឺថាគាត់ចាប់ផ្ដើមភ្លៀងមករហូតមកបងប្អូនអើយនៅអាលឹមជ្រិចហ្នឹងអត់រាំងទេរាំងអត់ដាច់ទេតើតែកម្មវិធីចប់ហ្នឹងបានគាត់រាំងដែរអញ្ចឹងណាហើយសម្រាប់រោងការមួយរោងហ្នឹងគឺថាជីវិតខ្ញុំអារោគអារៈខ្លាំងមែនតើបាទគឺដល់ពេលចប់កម្មវិធីហ្នឹងហើយខ្ញុំរកកន្លែងគេងអត់មានកន្លែងគេងអត់មានអីអញ្ចឹងណាដោយសារពីហ្នឹងកន្លែងធ្វើកម្មវិធីហ្នឹងចាស់គាត់អង្គុយរៀបផ្លែឈើរៀបអីអញ្ចឹងទៅខ្ញុំអត់មានកន្លែងគេងទេខ្ញុំឃើញរឹងមួយយ៉ាងប្រហោងក៏ខ្ញុំថាកន្លែងហ្នឹងដឹងតែខ្ញុំមកដាច់ហើយដល់ពេលមានណាបងប្អូនអើយគេងបានតែមួយផ្លែតដាច់រឹងធ្លាក់ដល់ដីខ្ពាកតែម្ដងបងប្អូនអើយឈឺចាប់ខ្លាំងមែនតើបាទជីវិតពងតែធ្លាក់ដល់ចំណុច0ហើយមកត្រូវជួបរឿងអារោគអារៈទៀតបងប្អូនអើយជីវិតវេទនាខ្លាំងមែនតើបាទហើយសម្រាប់វីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេគឺឈានមកដល់វគ្គបញ្ចប់ហើយ
ហើយខ្ញុំក៏សូមជូនពរដល់កូនកន្លះកូនកំមុំឲ្យគាត់ស្រឡាញ់គ្នាឲ្យបានយូរអង្វែងឲ្យគាត់ស៊ីកាន់តែកាក់កបអញ្ចឹងណាមួយទៀតអរគុណទៅដល់អ្នកកំដរខាងស្រី3នាក់រូបថៃខកំប៉ុងយើងហ្នឹងគឺគាត់អត់មាននិយាយចូលជាងថតអីមួយម៉ាត់បងប្អូនអើយឆ្ងាត់ជ្រាបតែម្ដងបាទឥឡូវហ្នឹងគឺវីដេអូអញ្ចឹងគឺសូមបញ្ចប់តែហ្នឹងហ្មងទៅបងប្អូនទាំងអស់គ្នាគឺនិយាយច្រើនពេករៀងសាំដែរបាទជម្រាបលាបងប្អូនទាំងអស់គ្នាបាយបាយជួបគ្នាវីដេអូក្រោយបាយបាយ